បើតាមការរីការបស់ The Nation ឲ្យដឹងថាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសថៃគឺលោកសៀស័កភួងកិតកែវបានជួបជាមួយនឹងក្រុមប្រឹក្សាផ្លូវច្បាប់អន្តរជាតិរបស់ថៃបាននៅក្នុងទីក្រុងប៉ារីសពេលដែលគាត់ធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅទីនោះហើយចាំមានរឿងជាមួយកម្ពុជាហ្នឹងគាត់បានជួបជាមួយនឹងក្រុមអ្នកច្បាប់របស់គាត់ពេលប្រជុំពេលគាត់នៅប៉ារីសហ្នឹងបាទក្នុងគណៈពេលដែលគឺរដ្ឋាភិបាលថៃឥឡូវនេះកំពុងតែត្រៀមការឆ្លើយតបរបស់ខ្លួនចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការចាប់ផ្ដើមដំណើរការផ្សះផ្សាដោយបង្ខំណាដោយប្រើច្បាប់របស់អង្គការសហប្រជាជាតិស្ដីអំពីនីតិសមុទ្រនេះគឺជាសេចក្តីរាយការណ៍របស់ The Nation ក៏បានរាយការណ៍បន្ថែមទៀតថាគាត់ថាការចរចានេះគឺបាទកើតមានឡើងក្រោយពីលោកនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាគឺលោកហ៊ុនម៉ាណែតបានសម្រេចចិត្តបាទដាក់លិខិតទៅប្រទេសថៃហើយនឹងទៅអង្គការសហប្រជាជាតិបាទគឺលោកអគ្គលេខាធិការអង្គការសហប្រជាជាតិតែម្ដងបាទពាក់ព័ន្ធនឹងការដែលកម្ពុជាបានចាប់ផ្ដើមនីតិវិធីនៅក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ UNCLOS នេះបាទដើម្បីដោះស្រាយបញ្ហាដែលនេះខាងភាគីថៃគាត់ចាត់ទុកថាជាការដាក់សម្ពាធមួយខាងផ្នែកការទូតបន្ថែមទៀតបាទទៅលើបញ្ហាព្រំដែនសមុទ្រដែលកំពុងតែមានបញ្ហានឹងគ្នាជាពិសេសនៅតំបន់ដែលមានការទាមទារត្រួតស៊ីគ្នារវាងប្រទេសទាំងពីរការរៀបចំប្រជុំរបស់លោកស៊ីហាសានេះគឺបាទកើតមានឡើងនៅឯនិវេសនដ្ឋានរបស់លោកឯកអគ្គរដ្ឋទូតរបស់ថៃនៅក្នុងទីក្រុងប៉ារីសតែម្ដងនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនៅទីនោះដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងការអភិវឌ្ឍដែលរៀបចំនៅទីនោះបាទអញ្ចឹងហើយបានជាលោកទៅចូលរួមប្រជុំហើយក៏បាទរៀបចំការប្រជុំជាមួយនឹងខាងគណៈរដ្ឋជាមួយនឹងអ្នកជំនាញផ្លូវច្បាប់អន្តរជាតិនឹងតែម្ដងបាទការពិភាក្សានេះគឺផ្ដោតទៅលើថាយុទ្ធសាស្ត្ររបស់ផ្លូវច្បាប់របស់ថៃដែលមានលក្ខណៈសកម្មតវិញបាទហើយនឹងទូនីតិរបស់ថៃតាក់ទងជាមួយនឹងបាទតំបន់គេថាតំបន់កំពង់រាបបាតសមុទ្របាទដែលមានទំនាស់នឹងគ្នាហើយនឹងតើវិធានការយ៉ាងណាដែលប្រទេសថៃអាចបាទចាត់ការបានបាទដើម្បីឆ្លើយតបវិញក្រោមបាទគេថានីតិវិធីដោះស្រាយទំនាស់ផ្សះផ្សាទំនាស់ដោយបង្ខំនេះបាទនេះគឺជាអ្វីដែលខាងបាទភាគីថៃបានលើកឡើងបាទហើយខាងភាគីថៃនោះក៏បានត្រៀមលក្ខណៈនេះយូរមកហើយផងដែរគឺមិនមែនជារឿងមួយដែលខាងភាគីថៃគាត់បានទៅតែត្រៀមទេបាទនេះបើតាមការរាយការណ៍ណាគាត់ថាចំនឹងយូរមកហើយបាទអំពីរឿងយ៉ាងណាដើម្បីការពារផលប្រយោជន៍របស់ប្រទេសថៃនិងអធិបតេយ្យភាពរបស់ថៃបាទជាពិសេសនៅក្នុងឆាកអន្តរជាតិនៅលើច្បាប់អន្តរជាតិនេះបាទហើយខាង The Nation ក៏បានរាយការណ៍ថាប្រទេសកម្ពុជាបានងាកមកប្រើប្រាស់យន្តការដោះស្រាយទំនាស់ផ្សះផ្សាទំនាស់ដោយបង្ខំនេះគឺស្របទៅតាមនីតិសមុទ្ររបស់ច្បាប់របស់អង្គការសហប្រជាជាតិដែលបានចេញនៅឆ្នាំ1982ដើម្បីដោះស្រាយបញ្ហាដែលទាមទារត្រួតស៊ីគ្នានៅដែនសមុទ្រជាមួយនឹងប្រទេសថៃបាទយន្តការនេះគឺមានគោលបំណងនៅក្នុងការជួយភាគីនានាឲ្យស្វែងរកដំណោះស្រាយដោយសន្តិវិធីបាទក្រោមច្បាប់អន្តរជាតិទោះបីជាយ៉ាងណាក៏ដោយគឺការតាម The Nation ក៏ថាទោះបីជាយ៉ាងណាក៏ដោយគឺអនុសាសន៍ចេញមកពីដំណើរការនេះគឺជាតាមធម្មតាគឺមិនមានលក្ខណៈបាទកាតព្វកិច្ចតម្រូវឲ្យគោរពតាមនោះទេបាទវាខុសពីការសម្រេចរបស់តុលាការឬការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបាទអញ្ចឹងគឺជាការសម្របសម្រួលការនិយាយគ្នាអ្នកនេះយ៉ាងម៉េចនេះយ៉ាងម៉េចហើយចំណាត់ការនេះគឺបានតាក់ទាញឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរដោយសារតែវាបន្ថែមបាទស្រទាប់អន្តរជាតិខាងផ្លូវច្បាប់មួយផ្នែកទៀតបាទទៅលើចំនួនជាមួយនឹងប្រទេសថៃដែលបានតាក់ទងក្នុងពេលកន្លងមកនេះដែលខាងភាគីថៃគាត់ធ្លាប់បានប្រកាសទៀតថាគាត់ពេញចិត្តនៅក្នុងការដោះស្រាយទំនាស់នេះដោយបាទការពិភាក្សាទ្វេភាគីតែប៉ុណ្ណោះបាទ
បាទរូបភាពកាំងបាទចឹងដែរទ្វេភាគីតែប៉ុណ្ណោះបាទហើយការដែលទំនាស់គ្នាតំបន់ទំនាស់គ្នាដែលបានលើកឡើងនេះគឺតាក់ទងជាមួយនឹងតំបន់នៅបាតសមុទ្រដែលសម្បូរទៅដោយធនធានបាទធនធានរ៉ែប្រេងនិងរ៉ែអូស្មန်ធម្មជាតិដែលអាចនឹងប្រើប្រាស់សម្រាប់ជាប្រភពនៃធម្មពលសម្រាប់ប្រទេសទាំងពីរផងដែរបាទនេះគឺជាសេចក្តីរាយការណ៍របស់ខាងសារព័ត៌មាន The Nation ណាខ្ញុំដកស្រង់យកមកទាំងស្រុងតែម្ដងបាទជម្រាបជូនប្រិយមិត្តដោយបកប្រែទូទ្រោះ